រៀនធ្វើតែបេតងទឹកដោះគោលាយជាមួយនឹងតែក្រហមផងដែរជាមួយនឹងកែវលេខ16រសជាតិគឺឆ្ងាញ់ពិសេសតែម្ដងជាដំបូងបងប្អូនយើងត្រូវការជាមួយនឹងកែវលេខ16អោតនេះផងដែរហើយបន្តមកទៀតយើងត្រូវការជាមួយនឹងទឹកដោះគោស្រស់ fresh ស្មៀននេះណាបងប្អូនចំណុះ 50 ml បន្តមកទៀតយើងត្រូវការជាមួយទឹកដោះគោខាប់ឡើយនេះយើងដាក់តែ15 ml មកបន្តមកទៀតយើងចាក់ចូលក្នុងកែវលេខ16អោតនេះមកបងប្អូនអញ្ចឹងរសជាតិនេះគឺផ្អែមល្មមឆ្ងាញ់តែម្ដងណាហើយបន្តមកទៀតយើងត្រូវការជាមួយនឹងតែបេតងឡើយនេះគឺចំណុះ30 ml យើងកូរបន្តិចមកបងប្អូនហើយបន្តមកទៀតយើងដាក់គុជបន្តិចផងដែរគុជនេះគឺស្វិតឆ្ងាញ់តែម្ដងហើយបន្តមកទៀតយើងកូរម្ដងទៀតបងប្អូនណាហើយបន្តមកទៀតយើងដាក់ទឹកកកបងប្អូនដាក់ទឹកកកកន្លែងហ្នឹងបងប្អូនដាក់ឲ្យពេញកែវតែម្ដងណាបងប្អូនព្រោះនៅពេលដែលយើងចាក់តែក្រហមចូលពីលើទៅគឺរសជាតិឆ្ងាញ់សពតែម្ដងបាទដកស្វេចេញមកបន្តមកទៀតបងប្អូនយើងដាក់តែក្រហមនេះគឺចំណុះ30 ml បាទឃើញទេបងប្អូនគឺពិសេសតែម្ដងហើយបន្តមកទៀតយើងថែមគុជពីលើបន្តិចមកហើយយើងថែមទឹកដោះគោស្រស់ fresh ស្មៀននេះគឺចំណុះ10 ml ផងដែរបងប្អូនឃើញទេគឺទំនងឆ្ងាញ់តែម្ដងហើយបន្តមកទៀតយើងដាក់កម្របពីលើមកយើងអាចលក់ជូនអតិថិជនបានផងដែរហើយនេះតម្លៃនៅក្នុងស្រុកខ្មែរអាចចន្លោះប្រហែលជាខ្ទង់ 3000 ទៅដល់ 6000 ផងដែរតាមហាងផ្សេងៗគ្នាណាចឹងបងប្អូនដែលបានទស្សនាវីដេអូនេះហើយកុំភ្លេច share ទុកអ្នកមួយផងណាបើឆ្ងល់កុំភ្លេច comment កុំភ្លេច share ទុកដើម្បីទុកជាឯកសារដល់ថ្ងៃមុខដើម្បីយើងតាមដានផងដែរអរគុណច្រើន